បានឈ្មោះពេកបាទជាសមាជិកនៃវិធានក្រុមដែលមានប្រធានបទប្រព័ន្ធថាមពលសូឡាលើប្រទេសឆ្នាំមុនខ្ញុំលើកវិចិត្រនេះដើម្បីធ្វើសារណាបញ្ចប់ឆ្នាំវិសា2024-2025ដោយខ្ញុំជានិស្សិតវិស្វកម្មអគ្គិសនីចំនួនទី17នៃវិទ្យាស្ថានវិភពបច្ចេកទេសវិទ្យាសាស្ត្រហើយខ្ញុំធ្វើបទបង្ហាញពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធថាមពលសូឡានេះគឺជាទូរស័ព្ទ HTS ដែលប្រើប្រាស់ប្រភពចុង3មាន Solar និង ODC និង Generator ដោយខ្ញុំប្រើប្រាស់ជាទូទៅគេប្រើប្រាស់វាច្រើនប្រព័ន្ធ CQ HTS តែខ្ញុំប្រព័ន្ធទូនេះខ្ញុំប្រើជើង relay ដើម្បីជំនួសជើង HTS ទីមួយខ្ញុំបើក Solar និងបាក់តេរីវានឹងឆាយទៅ inverter នេះថាប្រភពចុងជុងនេះប្រើប្រាស់ចេញពី Solar បើយើងប្រើប្រាស់ manual មានន័យថាយើងត្រូវការប្រើប្រាស់បញ្ជាដោយដៃឬមនុស្សមកបញ្ជាឥឡូវខ្ញុំ start manual supply stop ខ្ញុំកាច់ម៉ូតូវាដើរដោយស្វ័យប្រវត្តិដោយរងចាំ delay timer ខ្ញុំ set ជាសង្កងខ្ញុំបើកមួយទៀតប្រភព ODC និង Generator និង ODC ក៏ដូចគ្នាដែរបើសិនជាយើងកាច់ប្រើប្រាស់ manual គឺយើងត្រូវការប្រើប្រាស់វិជាដោយដៃឬក៏មនុស្សមកវិជាដោយផ្ទាល់ឥឡូវយើងប្រើ manual យើងវិជាដោយដៃអានេះវា load ភ្លើងដល់ប្រើប្រាស់ ODC តែបន្ទប់វាអត់ទាន់មានដំណើរការយើងបើក disconnector load មានថាបញ្ជាដល់បន្ទប់ប្រើប្រាស់អញ្ចឹងវាផ្ដល់សញ្ញាទៅទូមួយទៀតគេហៅថាទូ smart switch នេះយើងបញ្ជាដោយ ODC តែបើយើងចង់មកបញ្ជាម៉ាស៊ីនភ្លើងដំណើរការទាំងព្រមគ្នាទាំងពីរវាអាចបានទេដោយសារតែយើងជិះ stop មួយសិន stop ហើយបានយើងបញ្ជា generator បានតែបើសិនជាករណីដែលខ្ញុំប្រើប្រាស់នៅអូតូអញ្ចឹងវាប្រភពដែលតង់ចុងដំបូងគេគឺអត្ថភាពទៅលើ solar ខ្ញុំវាលោតដល់ main supply ទីទូ smart switch បញ្ជាដោយទូរស័ព្ទដៃនេះគឺជា CP ទូទាំងស្រុងដែលខ្ញុំរៀបចំដោយក្រុមនិស្សិតចំនួនទី17នៃវិទ្យាស្ថានភូមិបច្ចេកទេសប្រសិទ្ធនៃមហាវិទ្យាល័យអគ្គិសនីដោយទូនេះខ្ញុំប្រើ relay 4គ្រាប់និង contactor 2គ្រាប់ power supply 1គ្រាប់និង disconnector 3គ្រាប់និង smart switch 1គ្រាប់ដោយខ្ញុំ remote តាមទូរស័ព្ទដៃដោយ connect CF Wi-Fi ចេញពីទូរស័ព្ទដៃតែម្ដងឥឡូវយើងចូល app វាដំបូងខ្ញុំបញ្ជាដោយសារ smart switch នេះវាមាន4 channel តែខ្ញុំបញ្ជា channel ទី1វាបញ្ជាទៅលើ motor ស្រោចស្រពទី1 channel ទី2ខ្ញុំបញ្ជាទៅលើ channel ទី2ដើម្បីស្រោចស្រពបន្តដល់ channel ទី3ខ្ញុំបញ្ជាទៅលើអំពូលភ្លើងបំភ្លឺនៅក្នុងផ្ទះដល់ channel ទី4ខ្ញុំបញ្ជាទៅលើអំពូលនៅជុំវិញលំងឬក៏ថារចនាសម្ព័ន្ធតាមសួនច្បារនីមួយៗហើយយើងចង់បញ្ជាវាម្ដងទាំងអស់ក៏បានដែរហើយយើងបិទវាទាំងអស់ក៏បានបទបង្ហាញរបស់ខ្ញុំទៅបានបញ្ចប់ដោយមានទាំងអស់គ្នាមានដំណងឲ្យអាចចូលស៊ូឬក៏មិនតាមវីដេអូនេះបាន